ស្ដីពុកម៉ែបងប្អូនទាំងគ្នាថ្ងៃនេះសម្រាប់បងប្អូនទៅការឆ្លោះពងមន់របស់ខ្ញុំបាទថាតើវាញាស់ឬក៏មិនញាស់យ៉ាងណាបងប្អូនទាំងអស់គ្នាខ្ញុំធ្វើការបង្ហាញបងប្អូនបន្តិចទៀតនឹងហើយធ្វើការឆ្លោះពងហើយសម្រាប់មេមន់មនុស្សគឺពងបាន12គ្រាប់តើវាញាស់ឬក៏មិនញាស់បងប្អូននឹងតាមដានទាំងអស់គ្នាជាមួយខ្ញុំបាទអូនមេនេះគឺពងបាន12គ្រាប់ដល់ធ្វើការឆ្លុះវាចាប់ពីចេញសិនមួយនេះគឺអត់មានកូនទេអត់កកំណត់ទេបងប្អូនឃើញវាសរសៃនេះទេសរសៃនេះគឺវាកកំណើតបងប្អូនហ្នឹងហើយនេះចឹងបានមកគ្រាប់ហើយទុកជានេះសិនគ្រាប់យើងឆ្លោះមើលបន្តទៀតហ្នឹងហើយនេះឃើញសរសៃឡើងក្រហមនេះហើយរើខ្វាក់នេះគឺវាបង្កកំណើតដែរបងប្អូននេះបងប្អូនអាចមើលឃើញហើយនេះសរសៃហើយខ្មៅដុំនេះហ្នឹងគឺវាបង្កកំណើតដែរគ្រាប់នេះគឺអត់ទេបងប្អូននេះសឡែតហើយអញ្ចឹងវានេះវាបង្កកំណើតហើយវាងាប់ទៅវិញអត់នេះសម្រាប់គ្រាប់នេះគឺបង្កកំណើតដែរនេះបងប្អូនណាឃើញសរសៃវាឡើងសរសៃក្រហមហើយដុំនេះគឺវាមានការបង្កកំណើតចឹងធ្វើការឆ្លោះមួយចឹងមកបងប្អូនអាចប្រើពិលក៏បានដែរហើយសម្រាប់គ្រាប់នេះគឺវាបង្កកំណើតហើយបងប្អូនណាហ្នឹងហើយនេះកកំណើតទៀតហើយអញ្ចឹងសម្រាប់បងប្អូនដែលគាត់អត់ចេះឆ្លោះគឺគាត់អាចប្រើភ្លើងទូរស័ព្ទបែបនេះធ្វើការឆ្លោះដូចខ្ញុំចឹងមកហ្នឹងហើយនេះបង្កកំណើតមួយទៀតបងប្អូនណាហ្នឹងហើយនេះឃើញសរសៃវាឡើងក្រហមនេះហើយវាមានដុំហើយរើខ្វល់អាហ្នឹងវាបង្កកំណើតបងប្អូនណាហ្នឹងហើយអញ្ចឹងសម្រាប់ពងមាន់នេះវាបានរយៈពេលមួយសប្តាហ៍ហើយធ្វើការឆ្លោះនេះទៀតដែរបងប្អូនណានេះបងប្អូនឃើញសរសៃក្រហមនេះគឺវាកកំណើតហើយឡើងដុំនេះគឺវារើខ្វាក់ហ្នឹងអូណាហ្នឹងវាបាន2 4 6គ្រាប់ហើយកកំណើតនេះសម្រាប់មួយនេះក៏បង្កកំណើតអីគេដែរនេះបងប្អូនឃើញទេឡើងសរសៃក្រហមហើយមានដុំខ្មៅរើខ្វាក់អាហ្នឹងគឺជាកូនរបស់វាហើយនេះបងប្អូននេះធ្វើការឆ្លោះម្ដងមួយចឹងមកហ្នឹងហើយអានេះក៏បង្កកំណត់ដែរបងប្អូននេះឃើញសរសៃឡើងក្រហមហើយឡើងដុំខ្មៅនេះគឺវាបង្កកំណើតទៀតហើយអានេះដូចគ្នាបងប្អូនហ្នឹងហើយនេះបងប្អូនឃើញឡើងសរសៃបែបនេះគឺបង្កកំណើតហើយនេះទៀតហើយបងប្អូននេះឡើងសរសៃក្រហមហើយឡើងមានដុំខ្មៅរើខ្វើអាហ្នឹងបង្កកំណើតដែរអញ្ចឹងខ្ញុំបង្ហាញនេះរបៀបនៃការឆ្លោះគឺយើងឆ្លោះបែបហ្នឹងហើយយើងមើលបែបហ្នឹងឡើងសរសៃចេះគឺបង្កកំណើតហើយយើងធ្វើការប្រៀបធៀបមួយគឺសម្រាប់ពងដែលមិនមានការបង្កកំណើតគឺបែបនេះគឺវាសឡែតតែម្ដងហើយវាមិនឡើងសរសៃកវែងកវាមពេញហ្នឹងទេហ្នឹងហើយអញ្ចឹងវាអត់មានការបង្កកំណើតទេហើយសម្រាប់ពងមួយនេះក៏ដូចគ្នាដែរគឺវាអត់មានការបង្កកំណើតទេអញ្ចឹងមានន័យថាវាថាពងនេះគឺពងចាំសមុខហ្នឹងបងប្អូនហើយបងប្អូនកុំឲ្យຕົកអញ្ចឹងយើងឆ្លោះមើលហើយយើងអាចយកចេញទុកទៅស្ងោរបានបងប្អូនណាហើយសម្រាប់ពងនេះគឺយើងដាក់ធម្មតាហ្នឹងមកដាក់វិញមកគឺពង12គ្រាប់
ចឹងវាបង្កកំណើត10គ្រាប់ហើយសម្រាប់2គ្រាប់ទៀតគឺចាំសម្បុកមានថាវាស្អុយហើយវាអត់ញាស់ទេអញ្ចឹងយើងអាចយកទៅស្ងោរបានហើយសម្រាប់នេះគឺយើងឲ្យក្រាបបន្តទៀតហើយសម្រាប់10គ្រាប់នេះយើងមិនសង្ឃឹមថាវាញាស់ទាំងអស់ទេវាអាចនៅពេលញាស់វាអាចខាស់វាអាចអីអាហ្នឹងគឺអាស្រ័យទៅលើមេនេះវាចេះថែរក្សាពងនិងមិនសូវចុះញឹកញាប់ពេកអញ្ចឹងវាអាចញាស់ទាំងអស់ហើយតែបើសិនជាវាចុះញឹកញាប់ឡើងចុះអាហ្នឹងវាអាចញាស់មិនអស់អញ្ចឹងបងប្អូនហ្នឹងហើយអញ្ចឹងសម្រាប់វីដេអូនេះគឺខ្ញុំបង្ហាញបងប្អូនពីការស្លោះពងហ្នឹងហើយអញ្ចឹងសម្រាប់ពងមកគ្រាប់នេះគឺវាមានការបង្កកំណើតតែសម្រាប់2គ្រាប់នេះគឺវាអត់បង្កកំណើតទេមានន័យថាវាចាំសម្បុកហើយវាស្អុយបងប្អូនបើមិនយើងទុកបន្តទៀតវាអាចស្អុយហើយអញ្ចឹងរយៈពេល1សប្តាហ៍តាំងតែវាចាប់ដើមក្រាបដំបូងហ្នឹងយើងអាចឆ្លោះបានហើយអាចឆ្លោះបានហើយសម្រាប់ពងណាដែលវាមិនមានការបង្កកំណើតយើងយកវាចេញទៅដើម្បីកុំឲ្យវាចង្អៀតហ្នឹងហើយអញ្ចឹងសម្រាប់10គ្រាប់នេះប្រហែលជាអាចនឹងញាស់ទាំងអស់តែបើសិនជាវាឡើងចុះញឹកញាប់ពេកវាអាចនឹងខាស់ងាប់ទៅវិញខ្លះហ្នឹងហើយអញ្ចឹងបងប្អូនអាចតាមដានវីដេអូក្រោយទៀតខ្ញុំធ្វើការបង្ហាញបងប្អូននៅពេលដែលវាញាស់ហ្នឹងហើយថាតើវាញាស់អស់អត់ហ្នឹងហើយសម្រាប់ពង10គ្រាប់នេះបងប្អូននឹងតាមដាននៅវីដេអូក្រោយទៀតនៅពេលដែលវាញាស់អញ្ចឹងបងប្អូនហ្នឹងហើយតែសម្រាប់មេមុនវាក្រាបសម្បុកនេះគឺវាញាស់រហូតដល់15គ្រាប់ពងរបស់វាដូចខ្ញុំបានបង្ហាញបងប្អូនក្នុងវីដេអូមុនអញ្ចឹងគឺពងរបស់វា17គ្រាប់អញ្ចឹងវាញាស់បាន15គ្រាប់ហ្នឹងហើយសម្រាប់នេះពងបាន12ឥឡូវគឺឆ្លោះទៅឃើញវាអត់ញាស់2ហ្នឹងហើយមានន័យថាវាចាំសម្បុក2ហ្នឹងហើយសម្រាប់10ទៀតនេះគឺវាឆ្លោះមើលទៅឃើញថាវាបង្កកំណើតហ្នឹងហើយវាឡើងសរសៃអញ្ចឹងបងប្អូនដូចខ្ញុំបានបង្ហាញបងប្អូនពីកណ្ដាលវីដេអូចឹងហ្នឹងហើយអញ្ចឹងសម្រាប់វីដេអូនេះមានតែប៉ុណ្្នឹងទេហើយសម្រាប់បងប្អូនថ្មីៗចូលមកកុំភ្លេចចុច Subscribe និងចុចរូបកណ្ដឹងឲ្យខ្ញុំបានម្នាក់មួយផងដើម្បីទទួលបានបទពិសោធន៍និងចំណេះដឹងផ្សេងៗដែលខ្ញុំបានចែករំលែកដែលទាក់ទងទៅនឹងការចាំអនសាយយើងបែបលក្ខណៈគ្រួសារបែបទំនើបផងនិងបែបលក្ខណៈធម្មជាតិផងហ្នឹងអញ្ចឹងសម្រាប់វីដេអូនេះមានតែប៉ុណ្្នឹងខំបងប្អូននឹងជួយចុច Subscribe ហើយចុចរូបកណ្ដឹងដើម្បីទទួលសារមួយបងប្អូននឹងឃើញវីដេអូខ្ញុំមុនគេហើយបងប្អូនអាចចូលក្នុង Facebook ជួយចុច Follow page ឲ្យខ្ញុំបានម្នាក់មួយផងដើម្បីបន្តជាកម្លាំងចិត្តខ្ញុំបានធ្វើវីដេអូថ្មីៗចែកជូនបងប្អូនទស្សនាទៀតអញ្ចឹងចុងក្រោយសូមអរគុណនិងសូមជម្រាបលាចាំជួបគ្នាក្នុងវីដេអូក្រោយទៀត